បាទសួស្តីឥឡូវយើងបន្តដល់រូបមន្តទី6រូបមន្តទី1ហ្នឹងតើតើនឹងគូបទ្វេធាដូចគ្នាប៉ុន្តែតើតើនឹងរូបមន្ត a ដក b វិញម្ដងមុនយើង a បូក b ទាំងអស់លើកជាគីបអញ្ចឹង a ដក b ទាំងអស់លើកជាគីបនេះវាខុសតែសញ្ញាមុខតួ b ទេបាទយើងលាតវាជាពីរកតាដូចគ្នាដូចរូបមន្តមុនមក a ដក b នេះជាគោលហើយមាននេះអក្សរ3យើងអាចសេបានកតានៃ a ដក b កតាឲ្យ a ដក b ទាំងអស់លើកជាការ៉េបាទអញ្ចឹង a ដក b នៃកតាទី1មាននេះអក្សរកន្លែងនេះ1អញ្ចឹង1បូកនឹង2វាស្មើនឹង3វិញបាទយើងមើលកតាទី2នេះវាចូលរូបមន្ត a ដក b ទាំងអស់លើកជាការ៉េយើងបាន a ការ៉េដក2ដង ab បូក b ការ៉េបាទបន្តមកយើងយកគ្រប់តួនៃកតាទី1ពន្លាតគុណពន្លាតឲ្យគ្រប់តួនៃកតាទី2មកយើងយក a គុណនឹងបូក a ការ៉េនេះយើងបាន a គីបយកបូក a គុណនឹងដក2ដង ab យើងបានបូកគុណនឹងដកយើងបានដកបាទ a គុណនឹង a យើងបាន a ការ៉េហើយ b នេះនៅដដែលយើងបាន2 a ការ៉េ b យក a បូក a នេះគុណនឹងបូក b ការ៉េយើងបានបូក ab ការ៉េតមកយើងយកដោយសារយក a គុណនឹងគ្រប់3តួនេះហើយយើងយកដក b វិញម្ដងដក b ដក b គុណនឹង a បូក a ការ៉េនេះយើងបានបូកគុណនឹងដកយើងបានដក a ការ៉េ b ឬ v a ការ៉េដូចគ្នាអញ្ចឹងកន្លែងនេះយកដកគុណនឹងដក 2ab យើងបានបូកដកគុណដកបានបូក2ដង a b គុណ b បាន b ការ៉េហើយយកដក b គុណនឹងបូក b ការ៉េយើងបានដក b គីបបាទបន្តមកយើងរួមលទ្ធផលយើងសង្កេតឃើញថាតួខាងក្នុង4តួនេះវាអាចដុំម្ដងបាន2តួដែលជាឯកធាតុដូចគ្នាអញ្ចឹងដក 2a ការ៉េ b វាត្រូវជាមួយនឹងដកម្ដង a ការ៉េ b ដែរអញ្ចឹងយក2ដក2និងដក1កន្លែងនេះយើងបានដក3បាទនេះដក 2a ការ៉េនិងដក a ការ៉េ2ដង a ការ៉េ b និងដក a ការ៉េ b យើងបានដក3តមកយើងផ្ដុំជាមួយនឹង a ការ៉េ b បូកជាមួយនឹង 2a សំទោស 1a ការ៉េ b សំទោស 1a b ការ៉េបូក2ដង ab ការ៉េចឹងកន្លែងនេះមានមេគុណ1នេះ2ទាំងអស់បាន 3ab ការ៉េដក b គីបរូបមន្ត a ដក b ទាំងអស់លើជាគីបយើងបាន a គីបដក3ដង a ការ៉េ b បូក3ដង ab ការ៉េដក b គីបបាទឥឡូវយើងទៅមើលការដោះស្រាយលំហាត់របស់គ្នាវាអត់ខុសពីរូបមន្តនេះស្តៀងគ្នាបាទវាស្តៀងគ្នាបាទឥឡូវយើងមានលំហាត់7បាទឥឡូវលោកគ្រូលើកយកលំហាត់ A មកដោះស្រាយសំ A ស្មើនឹងកតានៃ x ដក1លើកជាគីបអញ្ចឹងរូបមន្តរបស់យើងនេះចូលរូបមន្ត a ដក b ដល់លើកជាគីបហើយ a វាស្មើនឹង x b យើងតាំងដោយស្មើនឹង1ទាំងអស់លើកជាគីបអញ្ចឹងស្មើនឹង a គីបយើងបាន x គីបដក3ដងបាទមេគុណវាកន្លែងនេះ3ដង a ការ៉េ b អញ្ចឹងយើងបាន3ដង a យើង x លើកជាការ៉េគុណនឹង b ស្មើ1បូក3ដងកតានៃ a b ការ៉េអញ្ចឹង a ស្មើនឹង x b របស់យើងគឺស្មើនឹង1អញ្ចឹង b ការ៉េដក b គីបបាទយើងបាន x គីបទម្លាក់មកបាន x គីបនេះដក3ដង x ទាំងអស់ស្វ័យគុណ2ទម្លាក់ស្វ័យគុណ2បាន x ការ៉េ 3x ការ៉េបាទនេះគុណ1ទៅបានប៉ុណ្ណឹងដែរយើងបានតួទី3គុណ x គុណនឹង1ការ៉េ1ការ៉េស្មើ1គុណនឹង 3x យើងបាន 3x ហើយដក1គីបវាស្មើនឹង1បាទអញ្ចឹងបានដក1បាទដូចនេះកន្សំ a របស់យើងគឺស្មើនឹង x គីបដក 3x ការ៉េបូក 3x ដក1 ដោយសារវាជាឯកធាតុខុសគ្នាយើងមិនអាចបង្រួមបានទេអញ្ចឹងលទ្ធផលវាគឺស្មើប៉ុណ្ណឹង
và chẳng được so lầm hạt rồi mùi tiết bộ này cho tự riêng phơi bạn